ធ្លាប់ឮគេនិយាយអត់បងប្អូនបន្ទប់ងងឹតនៅប្រាសាទបេងមាលាដែលអាកំបាំងនិងល្បីល្បាញបំផុតមួយហើយខ្ញុំពិតជាមាននិស្ស័យមកដល់លើកទី2បានមកដល់ទីនេះផ្ទាល់បើសិនជាដើរហួសតែបន្តិចប្រកាសជារំលងទៀតហើយក៏ខ្ញុំពិតជាសំណាងដែលមកលើកនេះចំពេលដែលស្ពានឈើនៅប្រាសាទបេងមាលាសាងសង់ចប់រួចរាល់ពិតជាស្អាតមែនទែនអមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ពណ៌បៃតងបើថ្មីត្បិតជាប្រាសាទមានការបែកបាក់ខ្លាំងក៏ប៉ុន្តែនៅតែរក្សាសម្រស់តាក់ទាញភ្ញៀវបរទេសបានច្រើនមែនទែនប្រាសាទបេងមាលាហាក់បីដូចជាឯកាបន្តិចដោយសារតែនៅឆ្ងាយពីតំបន់អង្គរហើយកាលពីខ្ញុំមកលើកទី1ខ្ញុំបានបញ្ជាក់ជូនបងប្អូនដែរថាប្រាសាទមួយនេះគឺក្រុងនឹងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរដែលស្ថិតនៅក្នុងគម្រោងដោយសារតែប្រាសាទបេងមាលាគឺមិនស្ថិតនៅក្នុងតំបន់អង្គរនោះទេសម្បត្តិបេតិកភណ្ឌដែលយើងបានបញ្ចូលគឺដាក់ថាតំបន់អង្គរអញ្ចឹងនៅពេលដែលបងប្អូនណាប្រឡងសួរសម្បត្តិបេតិកភណ្ឌត្រូវសរសេរថារមណីយដ្ឋានអង្គរមិនមែនប្រាសាទអង្គរវត្តនោះទេមានបងប្អូនច្រើនមែនតើយល់ច្រឡំចាប់ប្រាសាទបាយ័នប្រាសាទបាភួនអីមិនព្រមបញ្ចូលជាសម្បត្តិបេតិកភណ្ឌគឺបញ្ចូលរួចហើយស្ថិតនៅក្នុងតំបន់អង្គរអញ្ចឹងយើងសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងការបញ្ចូលប្រាសាទបេងមាលាបន្តទៀតហើយដូចបងប្អូនបានដឹងហើយខ្ញុំធ្វើដំណើរឆ្ងាយធ្វើដំណើរញឹកញាប់អ្វីដែលខ្ញុំអត់អាចភ្លេចខ្លួនបានគឺមានPE Mark នៅជាប់ខ្លួនដែលជាថ្នាំព្យាបាលកាពះដ៏មានប្រសិទ្ធភាពមួយដើរលេងចូលចិត្តញ៉ាំភេសជ្ជៈដែលមានជាតិហ្គាសច្រើនអាហារជូរអាហារផ្អាប់អីហ្នឹងកុំភ្លេច PE Mark បងប្អូន PE Mark គឺជួយសម្រួលបញ្ហាកាពះច្រើនមុខមែនទែនដូចជាចុកឆ្អល់ក្នុងកាពះប្រឆាំងអាស៊ីតក្នុងកាពះបំបត្តិការរលាកកាពះបំបត្តិការភើជូរជាដើមហើយងាយស្រួលពិសាណាបងប្អូននៅពេលដែលបងប្អូនពិសាគ្រាន់តែក្លុកទៅហើយញ៉ាំរួចជាការស្រេចតែម្ដងហើយទិញមកប្រអប់ទៅបងប្អូនណាយើងទុកប្រើប្រាស់នៅផ្ទះឬក៏ដាក់តាមខ្លួននៅក្នុងដំណើរកំសាន្តនេះហ្នឹងគឺងាយស្រួលតែម្ដងបើភ្លេចមិនបានទិញទុកទេទិញណាក៏មានដែរឱសថស្ថាននានានៅជុំវិញប្រជាជាតិកម្ពុជាគឺមានលក់តែម្ដងអញ្ចឹងឥឡូវទៅមើលប្រាសាទបេងមាលាបន្តជាមួយនឹងខ្ញុំបង្ហាញជូនបងប្អូនច្រើនហើយថានៅនេះគឺស្អាតមែនតើណានៅពេលដែលថតរូបទៅអ្នកដែលមកក៏ប្រកាសជាភ្ញាក់ផ្អើលជាមួយនឹងសម្រស់ប្រាសាទបេងមាលាតែម្ដងបើទោះបីជាថ្មបាក់បែកក៏ពិតមែនក៏ប៉ុន្តែសម្រស់នៅតែល្អគុណជានិច្ចហើយខ្ញុំមកលើកនេះចាប់អារម្មណ៍ចំណុចមួយសម្បូរភ្ញៀវអាស៊ីការលើកមុនជួបពួក Western អីច្រើនណាជួបស្បែកសអីចឹងដល់ពេលលើកនេះជួបអាស៊ីយើងចិនកូរ៉េជប៉ុនហ្នឹងគឺច្រើនតែម្ដងសូម្បីតែក្រាស់មិត្តភ័ក្ដិខ្ញុំហ្នឹងក៏ជួបនៅនឹងដែរក្រាស់មិត្តភ័ក្ដិខ្ញុំទៀតហើយបាទជានិស្ស័យដែរហើយដើរប៊ីនឹងផុតបងប្អូនដើរចុះដើរឡើងទៅក៏ដល់សួរលោកពូដែលជាខាងអប្សរានៅនោះគាត់ថាបន្ទប់ងងឹតនៅខាងនោះក៏ដើរចូលទៅតាមគាត់ទៅចូលទៅដល់ក៏មានអារម្មណ៍ថាអូរៀងអាកំបាំងហើយចូលទៅដល់ទៅជាក់តែម្ដងងងឹតទៅជាក់ហើយមានអារម្មណ៍អូដូចឆ្លងភពអញ្ចឹងណាហើយខ្ញុំធ្លាប់ឮព័ត៌មានឬក៏បងប្អូនយើងផុសច្រើនដែរពីពាក្យចចាមអារម្មណ៍អីផ្សេងអញ្ចឹងទៅគ្រាន់តែអាហ្នឹងអាចបងប្អូនសិក្សាស្វែងយល់ឲ្យខ្លួនឯងខ្ញុំនឹងរៀបរាប់ព័ត៌មានត្រួសពីប្រាសាទបេងមាលាប្រាសាទបេងមាលាត្រូវបានមានពាក្យចចាមអារម្មណ៍និយាយជាបន្តបន្ទាប់ថាជាប្រាសាទគំរូមួយដែលសង់ឡើងដើម្បីត្រៀមមុនសាងសង់អង្គរវត្តក៏ប៉ុន្តែមានការស្រាវជ្រាវសិក្សាពីសាស្ត្រាចារ្យទៅគឺមិនមែននោះទេប្រាសាទបេងមាលារចនាបថអង្គរវត្តត្រូវបានដឹកនាំសាងសង់ដោយព្រះបាទសូរ្យវរម្យទី2ហើយប្រាសាទបេងមាលាកាលពីចំនួនដែលសាងសង់មិនមែនស្ថិតនៅឯកាដាច់ឆ្ងាយពីគេនោះទេដោយសារតែមានការសិក្សាទៅក៏មានតម្រៃផ្លូវតភ្ជាប់ទៅកាន់អង្គរវត្តតភ្ជាប់ទៅកាន់កោះកេរហើយនឹងប្រាសាទព្រះខ័នកំពង់ស្វាយជាដើមគោលដៅខ្ញុំព្រះខ័នកំពង់ស្វាយក៏ខ្ញុំចង់ទៅដែរបងប្អូនហើយក៏មានតភ្ជាប់ទៅដល់ប្រាសាទវត្តភូនៅប្រទេសឡាវនាពេលបច្ចុប្បន្នអញ្ចឹងវីដេអូមួយនេះប៉ុណ្្នេះទេហើយអធិស្ឋានផងបើព័ត៌មានបានក្បោះក្បាយនិយាយនេះគឺអត់មាន script ទេបងប្អូនសូមអរគុណ